ធ្លាប់តែលើចាស់ថាគេមើលម៉ោងគេមើលតាមស្រមោលឥឡូវនេះមកមើលនាឡិកាសម័យពីដើមសម័យបុរាណបងប្អូនគេមើលម៉ោងទៅតាមស្រមោលដូចគ្នាប៉ុន្តែអានេះគឺជានាឡិកាដែលគេមានរង្វាស់ខ្នាតត្រឹមត្រូវច្បាស់លាស់មែនទែនដែលគេសិក្សាអំពីពន្លឺនៃចរណារបស់ព្រះអាទិត្យហើយនិងព្រះច័ន្ទណាបងប្អូនមានរង្វាស់ខ្នាតច្បាស់លាស់មែនទែនមានទនិចត្រឹមត្រូវដោយគេពឹងផ្អែកទៅលើខ្សែមួយដែលគេឲ្យឈ្មោះថា Ganomon ខ្សែនេះដែរវាដើរតួនាទីយ៉ាងសំខាន់វាបង្ហាញទនិចស្រមោលរបស់វាចោលចង្អុលទៅលេខមួយណាមានន័យថាម៉ោងនេះគឺជាម៉ោងនាឡិកាដែលវាបង្ហាញនៅលើនឹងផ្ទាល់តែម្ដងដោយវាពឹងផ្អែកទៅលើពន្លឺព្រះអាទិត្យហើយនិងព្រះច័ន្ទជាសំខាន់ព្រោះថាបើសិនជាអត់មានពន្លឺព្រះអាទិត្យនិងព្រះច័ន្ទมันអាចធ្វើឲ្យខ្សែ Nogamon នឹងវាបង្ហាញស្រមោលរបស់វាទៅចំទនិចម៉ោងទេដល់ចឹងយើងមិនអាចមើលម៉ោងណាដែលត្រឹមត្រូវទេទាល់តែមានពន្លឺព្រះអាទិត្យហើយនិងពន្លឺព្រះច័ន្ទចោលមកចំខ្សែនឹងទៅធ្វើឲ្យខ្សែនឹងវាមានស្រមោលវាជះមកចំទនិចនឹងដែលត្រឹមត្រូវបំផុតទម្រាំតែផលិតបាននាឡិកាមួយផ្ទាំងនេះវិស្វករខាងវិទ្យាសាស្ត្រនឹងគេសិក្សាល្អិតល្អន់មែនទែនដោយសិក្សាទៅនឹងពន្លឺរដូវខែត្រជាក់និងរដូវខែក្តៅធម្មតាវារដូវខែខ្លះថ្ងៃវារះលឿនលិចយឺតអញ្ចឹងទៅដល់ចឹងលំមតែធ្វើមួយផ្ទាំងនឹងហើយគេចំណាយពេលរយៈពេល2ឆ្នាំបានហើយមួយផ្ទាំងនេះបងប្អូនគឺជាការស្រាវជ្រាវដ៏ច្បាស់លាស់ល្អិតល្អន់ខ្លាំងមែនទែនតែម្ដងតួយ៉ាងដូចជាក់ស្ដែងខ្ញុំកំពុងតែថតនេះម៉ោង7កន្លះយប់ដល់អញ្ចឹងវាអត់មានពន្លឺថ្ងៃហើយនិងពន្លឺព្រះច័ន្ទទេនៅកន្លែងនេះវាគ្រាន់ពន្លឺអំពូលភ្លើងអញ្ចឹងណាដល់អញ្ចឹងវាអាចប្រាប់ពីស្រមោលហ្នឹងទៅម៉ោងដែលត្រឹមត្រូវទេយើងអាចមើលម៉ោងដែលត្រឹមត្រូវទេលុះត្រាតែមានពន្លឺព្រះច័ន្ទហើយនិងពន្លឺព្រះអាទិត្យជះចំមកលើខ្សែហ្នឹងទើបអាចបង្ហាញម៉ោងដែលច្បាស់លាស់និងត្រឹមត្រូវ